ចាសសូមជម្រាបសួរដល់លោកអ្នកបងប្អូនទាំងអស់គ្នាអរគុណដល់ព្រះអង្គចាស់លោកអ្នកបងប្អូននៅតែបន្តនឹងការដែលស្ដាប់អានព្រះបន្ទូលជាភាសាខ្មែរតាមរយៈសុភារដ្ឋតែឲ្យមាន comment បងប្អូនជាច្រើនដែលចង់ឲ្យខ្ញុំអានជាបន្តនៅគម្ពីរសញ្ញាថ្មីដូច្នេះថ្ងៃនេះខ្ញុំនឹងអាននៅព្រះគម្ពីរសញ្ញាថ្មីចាប់ផ្ដើមពីព្រះគម្ពីរម៉ាថាយទៅរហូតដល់ចប់ចាហើយសូមអភ័យទោសផងដែរអររយៈពេលជាយូរដោយសារខ្ញុំមានធុរៈនៅក្នុងគ្រួសារតែខ្ញុំនឹងព្យាយាមដើម្បីឲ្យការអានព្រះបន្ទូលព្រះអង្គនេះបានបញ្ចប់ទៅដោយរលូនសារជាថ្មីម្ដងទៀតហើយភ្ជាប់ជាមួយខ្ញុំនឹងអានទាំងពីរខ្ញុំនឹងអាននៅព្រះគម្ពីរសញ្ញាថ្មីហើយនឹងព្រះគម្ពីរសញ្ញាចាស់ផងដែរចាដូច្នេះសូមលោកអ្នកបងប្អូនបានបន្តចែកចាយដល់លោកអ្នកបងប្អូនដែលត្រូវការស្ដាប់ជាបន្តទៀតចាសូមអរគុណចាខ្ញុំនឹងអាននៅព្រះគម្ពីរសញ្ញាថ្មីចាប់ផ្ដើមពីព្រះគម្ពីរដំណឹងល្អតាមលោកម៉ាថាយព្រះគម្ពីរម៉ាថាយជំពូក1នេះជាបញ្ជីពងសាវតាពីព្រះយេស៊ូវគ្រីស្ទជាវង្សលួងដាវីតនិងជាជំនួសវង្សនៃលោកអាប់រ៉ាហាំដែរអាប់រ៉ាហាំបង្កើតអ៊ីសាកបង្កើតយ៉ាកុបបង្កើតយូដាហើយនឹងបងប្អូនគាត់យូដាយកនាងតាម៉ាបង្កើតបានពេរេសនិងសេរ៉ាពេរេសបង្កើតហេស្រុនបង្កើតអឺរ៉ាមបង្កើតអាមីណាដាប់បង្កើតណាសូនបង្កើតសាល់ម៉ូនយកនាងរ៉ាហាបបង្កើតបានបូអូសយកនាងរស់ហើយបង្កើតអូបេតបង្កើតអ៊ីសាយបង្កើតដាវីតដ៏ជាស្ដេចដាវីតយកប្រពន្ធរបស់អូរីបង្កើតបានសាឡូមោនបង្កើតរេហូបោមបង្កើតអាប៊ីយ៉ាបង្កើតអេសាបង្កើតយូសាផាតបង្កើតយូរ៉ាមបង្កើតអូសៀសបង្កើតយោធាមបង្កើតអេហាបង្កើតអេសេគៀបង្កើតម៉ាណាសេបង្កើតអាម៉ូនបង្កើតយ៉ូស៊ីសបង្កើតយេកូនីហើយនឹងបងប្អូនគាត់នៅគ្រាដែលត្រូវនេរទេសទៅស្រុកបាប៊ីឡូនក្រោយដែលត្រូវនេរទេសទៅស្រុកបាប៊ីឡូនហើយនោះយេកូនីបង្កើតបានសាធីលបង្កើតសេរូបាបែលបង្កើតអាប៊ីយុតបង្កើតអេលៀគីមបង្កើតអេសូបង្កើតសាដុកបង្កើតអេគីមបង្កើតអេលីយុតបង្កើតអេលៀសាបង្កើតម៉ាថានបង្កើតយ៉ាកុបបង្កើតយ៉ូសែបជាប្តីនាងម៉ារីមាតាព្រះយេស៊ូវដែលហៅថាព្រះគ្រីស្ទដូច្នេះតាំងពីអាប់រ៉ាហាំដរាបមកដល់លួងដាវីតរួមទាំងអស់មាន14ដំណរតាំងពីលួងដាវីតដរាបមកដល់គ្រាដែលត្រូវនេរទេសទៅស្រុកបាប៊ីឡូនក៏មាន14ដំណរហើយតាំងពីគ្រាដែលត្រូវនេរទេសទៅស្រុកបាប៊ីឡូនដរាបមកដល់ព្រះគ្រីស្ទក៏មាន14ដំណរដែររីឯកំណើតព្រះយេស៊ូវគ្រីស្ទនោះបានកើតមកយ៉ាងដូចនេះគឺនាងម៉ារីមាតាទ្រង់ការដែលយូសែបបានដណ្ដឹងនាងហើយនោះនាងមានគភ៌ដោយព្រះវិញ្ញាណបរិសុទ្ធមុននឹងបាននៅជាមួយគ្នាឯយូសែបប្តីនាងជាមនុស្សសុចរិតគាត់មិនចង់បើករឿងនាងឲ្យគេដឹងទេបានជាគាត់គិតលែងនាងចេញដោយសម្ងាត់វិញកាលដែលគាត់កំពុងតែគិតពីការនោះស្រាប់តែមានទេវតានៃព្រះអម្ចាស់លេចមកពន្យល់សពប្រាប់គាត់ថាយូសែបពូជលួងដាវីតអើយកុំឲ្យខ្លាចនឹងយកនាងម៉ារីជាប្រពន្ធអ្នកឡើយត្បិតបុត្រដែលមកចាប់ទុំផ្ទៃនាងនោះកើតពីព្រះវិញ្ញាណបរិសុទ្ធទេនាងនឹងប្រសូតបុត្រាមួយហើយអ្នកត្រូវថ្វាយព្រះនាមថាយេស៊ូវព្រះបុត្រនោះនឹងជួយសង្គ្រោះរាស្ត្រទ្រង់ឲ្យរួចពីបាបការទាំងនោះកើតមកដើម្បីឲ្យបានសម្រេចសេចក្តីដែលព្រះអង្គម្ចាស់ទ្រង់មានបន្ទូល
ដោយសារហោរាថាមើលនាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រាមួយហើយព្រះនាមបុត្រនោះត្រូវហៅថាអេម៉ាញូអែលដែលប្រែថាព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំលុះយូសែបភ្ញាក់ពីដេកឡើងនោះគាត់ក៏ធ្វើតាមបង្គាប់របស់ទេវតានៃព្រះអម្ចាស់គឺគាត់យកប្រពន្ធមកនៅជាមួយតែមិនបានរួមរស់នឹងនាងសោះតលតែនាងប្រសូតបុត្រជាចម្បងមករួចគាត់ថ្វាយព្រះនាមថាយេស៊ូម៉ាថាយចំពុក2ការព្រះយេស៊ូទ្រង់ប្រសូតមកនៅភូមិបេតលេហឹមស្រុកយូដាក្នុងរាជ្យស្ដេចហេរ៉ូតនោះមានពួកហោពីទិសខាងកើតមកដល់ក្រុងយេរូសាឡិមសួរថាតើព្រះអង្គដែលប្រសូតមកធ្វើជាស្ដេចសាសយូដាទ្រង់គង់នៅឯណាពីព្រោះយើងបានឃើញផ្កាយរបស់ទ្រង់ពីទិសខាងកើតមកហើយយើងមកថ្វាយបង្គំទ្រង់ការស្ដេចហេរ៉ូតបានឮនោះទ្រង់មានសេចក្តីវិតកព្រួយព្រមទាំងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នាផងការបានប្រជុំពួកសង្គ្រាចនិងពួកអាចារ្យនៃបណ្ដាជនមកសាកសួរពីព្រះគ្រីស្ទដែលទ្រង់ត្រូវប្រសូតនៅឯណានោះគេក៏ទូលទ្រង់ថានៅឯភូមិបេតលេហឹមក្នុងស្រុកយូដាព្រោះហោរាបានចែងសេចក្តីទុកមកដូច្នេះថាឯងបេតលេហឹមស្រុកយូដាអើយឯងមិនមែនតូចជាងគេក្នុងពួកចៅហ្វាយនៅស្រុកយូដាទេត្បិតនឹងមានចៅហ្វាយមួយចេញពីឯងមកចៅហ្វាយនោះនឹងខ្វៀលអ៊ីស្រាអែលជារាជអញនោះស្ដេចហេរ៉ូតក៏ហៅពួកហោនោះមកដោយសម្ងាត់សាកសួរយ៉ាងហ្មត់ចត់ពីផ្កាយនោះបានលេចមកពីកាណារួចទ្រង់ចាត់គេឲ្យទៅឯបេតលេហឹមដោយបង្គាប់ថាចូលអ្នករាល់គ្នាទៅស៊ើបដំណឹងពីកូនតូចនោះឲ្យច្បាស់លាស់កាលណាបានឃើញហើយនោះត្រូវមកប្រាប់ដល់យើងវិញដើម្បីឲ្យយើងបានទៅថ្វាយបង្គំដែរកាលគេបានទទួលបង្គាប់នៃស្ដេចស្រេចហើយនោះក៏នាំគ្នាចេញទៅឯផ្កាយដែលគេបានឃើញពីទិសខាងកើតនោះក៏នាំមកគេដល់រាបដល់ចំលើកន្លែងដែលបុត្រតូចនៅទើបឈប់គេមានសេចក្តីអំណរជាខ្លាំងក្រៃដោយឃើញផ្កាយនោះហើយក៏ចូលទៅក្នុងផ្ទះឃើញបុត្រតូចនៅជាមួយនឹងម៉ារីជាមាតារួចក៏ក្រាបថ្វាយបង្គំព្រមទាំងបើកយកទ្រព្យដ៏វិសេសរបស់ខ្លួនថ្វាយដង្វាយជាមាសជាកំញានជាជ័រវិញទេសដល់បុត្រនោះរួចវិលទៅស្រុកគេវិញតាមផ្លូវមួយទៀតទៅដោយព្រោះព្រះទ្រង់ពន្យល់សពប្រាប់មិនឲ្យត្រឡប់ទៅឯហេរ៉ូតវិញឡើយកាលគេចេញទៅបាត់ហើយនោះទេវតានៃព្រះអម្ចាស់ក៏លេចមកពន្យល់សពប្រាប់យូសែបថាចូលក្រោកឡើងនាំបុត្រតូចនិងមាតាទ្រង់រត់ទៅឯស្រុកអេស៊ីបទៅឲ្យនៅស្រុកនោះទាល់តែយើងប្រាប់ត្បិតហេរ៉ូតនឹងរកសម្លាប់បុត្រតូចគាត់ក៏ក្រោកឡើងទាំងយប់នាំបុត្រតូចនិងមាតាទ្រង់ចេញទៅនៅស្រុកអេស៊ីបវិញក៏នៅស្រុកនោះដរាបដល់ហេរ៉ូតសុគតដើម្បីឲ្យបានសម្រេចសេចក្តីដែលព្រះអម្ចាស់ទ្រង់ប្រាប់ដោយសារហោរាថាអញបានហៅកូនអញចេញពីស្រុកអេស៊ីបមកលុះហេរ៉ូតឃើញថាពួកហោបានបញ្ឆោតទ្រង់នោះទ្រង់មានសេចក្តីក្រែវក្រោធជាខ្លាំងក៏ចាត់គេឲ្យទៅសម្លាប់អស់ទាំងកូនប្រុសនៅបេតលេហឹមនិងក្នុងក្រវល់ស្រុកនោះទាំងអស់តាំងពីអាយុ2ឆ្នាំចុះមកតាមកំណត់ថ្ងៃដែលទ្រង់បានសួរពួកហោយ៉ាងហ្មត់ចត់នោះបានសម្រេចសេចក្តីទំនាយដែលហោរាយេរេមៀបានទាយទុកមកថាមានសំឡេងនៅរាមាជាសូរទំនួញយំសោកហើយកាន់ទុកគឺនាងរ៉ាជែលយំនឹងកូននាងហើយមិនព្រមខ្សានចិត្តសោះត្បិតកូននាងវិនិច្ឆ័យបាត់ហើយលុះហេរ៉ូតបានសុគតរួចហើយនោះទេវតានៃព្រះអម្ចាស់លេចមកពន្យល់សពប្រាប់យូសែបនៅស្រុកអេស៊ីបថាចូលក្រោកឡើងនាំបុត្រតូចនិងមាតាទ្រង់ទៅនៅឯស្រុកអ៊ីស្រាអែលវិញទៅត្បិតអស់ពួកអ្នកដែលរកសម្លាប់បុត្រតូចបានស្លាប់អស់ហើយគាត់ក៏ក្រោកឡើងនាំបុត្រតូចនិងមាតាទ្រង់ទៅឯស្រុកអ៊ីស្រាអែលវិញប៉ុន្តែគាត់ឮថា
Archelaus បានសោយរាជ្យនៅស្រុកយូដាជំនួសហេរ៉ូតជាបិតាទ្រង់នោះគាត់ខ្លាចមិនហ៊ានទៅឯទីនោះទេក៏ចេញទៅនៅស្រុកកាលីលេវិញតាមដែលព្រះទ្រង់បានពន្យល់សពប្រាប់គាត់រួចគាត់តាំងទីលំនៅនៅភូមិណាសារ៉េតដើម្បីឲ្យបានសម្រេចសេចក្តីដែលពួកហោរាបានទាយថាគេនឹងហៅទ្រង់ជាអ្នកស្រុកណាសារ៉េតចាអរគុណដល់ព្រះចង្ចាស់កម្មវិធីនៃការអានព្រះគម្ពីរជាភាសាខ្មែរបាយសុភារតបានចប់តែប៉ុណ្ណេះតែមុននឹងបញ្ចប់ខ្ញុំនឹងអាននៅព្រះគម្ពីរលើកទឹកចិត្តមួយនៅបទគម្ពីរយូហានជំពូក1ខ12ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់នោះទ្រង់បានប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះអាមែនអរគុណដល់ព្រះជាម្ចាស់សូមព្រះបានប្រទានព្រះពរដល់លោកអ្នកបងប្អូនទាំងអស់គ្នាសូមជម្រាបលា